មានបងប្អូនស្រីមួយចំនួនទៀតគាត់មានបទពិសោធន៍ខុសគ្នាពេលដែលគាត់ញ៉ាំដូង5នាទីភ្លាមគឺកាំងរដូវនឹងភ្លាមតែម្ដងសូមអ្នកគ្រូជួយយកចម្លើយពិតមួយដើម្បីឲ្យគាត់ឈប់ឆ្ងល់ហេតុអីបានជាបងប្អូនខ្លះគាត់ញ៉ាំទៅស្រួលខ្លួនបាត់ការឈឺចាប់រដូវគាត់មកល្អមានកម្លាំងមានអីចឹងទៅតែបងប្អូនខ្លះទៀតស្រាប់តែញ៉ាំទៅរដូវឈឺចាប់ជាងមុនឬក៏ញ៉ាំទៅវាទៅជាសុខភាពគាត់ហ្នឹងលះលហៃជាងមុនហេតុអីម្នាក់ញ៉ាំទៅបែបនេះម្នាក់ញ៉ាំទៅបែបនោះបើសិនជាស្ត្រីគាត់កំពុងតែមានវិបត្តិអរម៉ូនឬក៏វិបត្តិរដូវស្រាប់ផងខណៈពេលញ៉ាំហ្នឹងប្រហែលជាគាត់ញ៉ាំហ្នឹងខុសពេលវេលាហើយការជ្រើសរើសផ្លែដូងរបស់គាត់ហ្នឹងខុសទៀតអាចថាគាត់ញ៉ាំដូងត្រជាក់ឬក៏គាត់ញ៉ាំពេលយប់ពេលដែលរាងកាយគាត់កំពុងមករដូវហើយអាភាពត្រជាក់ពេលដែលមករដូវនឹងផងស្រាប់តែពេលគាត់ញ៉ាំភ្លាមវាដូចទៅជាអាចភ្លាមតែម្ដងហើយជាពិសេសពេលដែលរាងកាយគាត់រៀងចុះខ្សោយចុះត្រជាក់ខ្លាំងហ្នឹងអាសារធាតុប៉ូតាស្យូមម៉ាញ៉េស្យូមដែលមានហ្នឹងវាធ្វើឲ្យសាច់ដូងហ្នឹងវាកន្ត្រាក់អញ្ចឹងអ្នកខ្លះញ៉ាំទៅគាត់រៀងដូចជាណែនទ្រូងជាពិសេសពេលគាត់ញ៉ាំដូងត្រជាក់អញ្ចឹងបើស្ត្រីណាដែលគាត់ញ៉ាំដូងទៅរដូវរាំងញ៉ាំដូងទៅរដូវយឺតរដូវមកតិចសូមត្រឡប់ទៅមើលសុខភាពអរម៉ូនរបស់គាត់វិញអញ្ចឹងការស្រាវជ្រាវវាឆ្លើយតបមកថាដូងវាពិតជាជួយវាពិតជាល្អសម្រាប់សុខភាពស្ត្រីវាជួយសំយោគអរម៉ូនរបស់ស្ត្រីវាជួយសម្រួលការមករដូវវាជួយបំបត្តិការឈឺចាប់ហ្នឹងគឺមានច្រើនមែនហើយបើល្អមួយទៀតបងប្អូនកាត់ដូងហើយយកទៅដាក់កម្ដៅចាយើងដាក់ឆ្នាំងយើងឲ្យក្ដៅទៅចាក់ទឹកដូងចូលឲ្យវារៀងក្ដៅទូតិចបងប្អូនគោះប្រមាន់ស្រែមកគ្រាប់ចូលដាក់ក្នុងហ្នឹងទៅហើយកូរវាឲ្យបែកទៅហើយបងប្អូនញ៉ាំទៅអាហ្នឹងហឺតតែជួយបានច្រើនទៀតជួយសម្រួលរាងកាយវាផ្ដល់កម្លាំងវាផ្ដល់ប្រូតេអ៊ីនចេញពីអាពងមាន់ហ្នឹងផងជួយសុខភាពហើយបំបត្តិជំងឺទៀតហើយគេរកឃើញថាវាជួយបំបត្តិកោសិកាប្រែប្រួលកើតទៅជាមហារីកបានទៀតព្រោះពងមាន់ហ្នឹងវាជួយបានច្រើនមែនទែន